សន្តាគារដងមាសសន្តាគារដងមាសត្រូវបានគេដឹងថាបានកសាងឡើងស្ថិតក្នុងភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រីហើយនឹងក្រោមការអភិវឌ្ឍរបស់អាជ្ញាធរខេត្តសន្តាគារដងមាសត្រូវបានកសាងឡើងមានចំនួនរហូត30បន្ទប់ដែលចែកចេញជាបន្ទប់ក្រែ1ក្រែ2និងក្រែ3ដែលស្អាតប្រណិតស្ទើរគ្មានពីរនៅក្នុងខេត្តកំពង់ស្ពឺភ្នំព្រៃព្រឹកម្រឹងទឹកជ្រោះក៏ខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតបើយើងក្រឡេកទៅមើលសន្តាគារដងមាសនេះវិញត្រូវបានគេដឹងថាស្ថិតនៅក្នុងទីតាំងមួយដែលមានទាំងសោភ័ណភាពនិងសុវត្ថិភាពសុខដុមរមនានិងផាសុខភាពយ៉ាងក្រៃលែងសន្តាគារដងមាសស្ថិតនៅចំចំណុះជ្រូកផ្លូវបំបែកជា4ចូលផ្សារកំពង់ស្ពឺដែលត្រូវបានមហាជនធ្វើដំណើរទៅមកបានឃើញជារៀងរាល់ថ្ងៃសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អសន្តាគារដងមាសមានបន្ទប់ដ៏ប្រណិតសម្រាប់ជាតិនិងអន្តរជាតិក្បូរក្បាច់រចនាទៅតាមបែបបទខ្មែរសម័យអង្គរបូករួមទាំងមានអ្នកបម្រើសេវាកម្មយ៉ាងប្រសើរមិនតែប៉ុណ្ណោះសន្តាគារដងមាសត្រូវបានអ្នកបម្រើការនៅក្នុងសន្តាគារនេះបានលើកឡើងដោយបញ្ជាក់ថាខ្សាច់ឆ្នេរមានផ្សោតទន្លេទ្វេទៀតមន្ត្រីរាជការកងកម្លាំងក៏ដូចជាជនបរទេសអង្គការសង្គមស៊ីវិលនានាគឺបានគាំទ្រនៅសន្តាគារនេះយ៉ាងខ្លាំងដោយសារតែសន្តាគារដងមាសមួយនេះបានធ្វើឡើងតាមបែបរចនាបថខ្មែរសុទ្ធសាធច
បណ្ដាំអ្នកបាញ់ចឹងនៃលើកស្ទួយវិស័យតម្លៃទេសចរទ្វេទៀត កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ